អាមេរិកប្រមានថានឹងវាយប្រហារកាន់តែខ្លាំងប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួនអ្នកនាំពាក្យសេវមានលោកស្រីលីវីតបាននិយាយកាលពីថ្ងៃពុធ25មីនាថាលោកប្រធានថាបតីលោកដូណាល់ត្រាំវាយប្រហារអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរជាងមុនប្រសិនបើទីក្រុងតេអ៊ីរ៉ង់មិនព្រមទទួលស្គាល់ថាអ៊ីរ៉ង់បានបរាជ័យផ្នែកយោធានោះទេលោកស្រីលីវីតបាននិយាយនៅក្នុងនិស្សិតសារព័ត៌មានថាប្រធានថាបតីលោកដូណាល់ត្រាំមិននិយាយលេងទេហើយលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការទម្លាក់មហន្តរាយកាន់តែធ្ងន់ធ្ងរជាងមុនអ៊ីរ៉ង់មិនគួរវិនិច្ឆ័យខុសម្ដងទៀតឡើយលោកស្រីបន្តថាប្រសិនបើអ៊ីរ៉ង់មិនទទួលស្គាល់ការពិតនៃស្ថានភាពបច្ចុប្បន្នប្រសិនបើពួកគេនៅតែមិនយល់ថាខ្លួនបានចាញ់ផ្នែកយោធានោះទេប្រធានថាបតីលោកដូណាល់ត្រាំនឹងធានាថាពួកគេនឹងរងការវាយប្រហារដ៏ខ្លាំងក្លាដែលមិនធ្លាប់ជួបប្រទះពីមុនមកលោកស្រីលីវីតក៏បានបញ្ជាក់ការកិច្ចចរចាដែលកំពុងបន្តជាមួយអ៊ីរ៉ង់ផងដែរគណៈសង្គ្រាមរួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានឈានដល់សប្តាហ៍ទី4កិច្ចខិតខំប្រឹងប្រែងក៏មានកាន់តែច្រើនបណ្ដាប្រទេសដូចជាប៉ាគីស្ថានទូគីហេស៊ីបដើម្បីធ្វើជាអ្នកសម្របសម្រួលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថាអ៊ីរ៉ង់នៅតែបន្តពិនិត្យមើលសំណើរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមទោះបីជាការឆ្លើយតបដំបូងមានលក្ខណៈអវិជ្ជមានក៏ដោយដែលនេះបង្ហាញថាទីក្រុងតេអ៊ីរ៉ង់មិនច្រានសំណើនោះចោលទាំងស្រុងឡើយប្រព័ន្ធផ្សព្វផ្សាយជាច្រើនកាលពីថ្ងៃអង្គារបានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនបានផ្ញើផែនការ15ចំណុចស្ដីអំពីការបញ្ចប់សង្គ្រាមទៅឲ្យទីក្រុងតេអ៊ីរ៉ង់លោកស្រីលីវីតបានបញ្ជាក់ថាធាតុផ្សំមួយចំនួននៃរបាយការណ៍ទាំងនោះមិនត្រឹមត្រូវទាំងស្រុងទេប៉ុន្តែលោកស្រីក៏មិនបានលម្អិតជាក់លាក់ដែរ